ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិត្រពាំងជើងស្រុកសង្កាត់ក្រាំងក្នុងខណ្ឌសែនសុខមានចិត្តសប្បាយយ៉ាងខ្លាំងដោយលោកអភិបាលខណ្ឌសែនសុខបានជួយស្ដារប្រឡាយទឹកឲ្យពួកគាត់ក្រោយពីជំនន់ទឹកភ្លៀងមួយមេយ៉ាងធំក្រោយភ្លៀងមួយមេយ៉ាងធំកាលពីថ្ងៃទី11ខែតុលាឆ្នាំ2025ដោយទទួលបានបទបញ្ជារបស់លោកមើមនិតអភិបាលខណ្ឌសែនសុខភ្លាមចៅសង្កាត់ក្រាំងធ្នងនិងគណៈកម្មការភូមិត្រពាំងជើងស្រុកក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិទាំងមូលជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងជើងស្រុកមានសេចក្តីត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាននឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកមើមនិតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋបានផ្ដល់នៅគ្រឿងចាក់ Escator និងដឹកនាំផ្ទាល់ដោយលោកចៅសង្កាត់បានចុះកាយស្ដារប្រឡាយមេក្នុងភូមិត្រពាំងជើងស្រុកដើម្បីរំដោះទឹកដែលលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋជាក់ស្ដែងក្រោយពីក្រុមការងារថ្នាក់ខណ្ឌបានចុះវាយស្ព្រៃស្មៅដែលដុះគ្របដណ្ដប់លើលូមេបានប្រហែលជា30ម៉ែត្រឃើញថាលទ្ធផលជាវិជ្ជមានទឹកបានស្រកចុះពីលើថ្នល់វាស់ក្នុងអណ្ដូងលូប្រហែលជា30សង់ទីម៉ែត្រនៅក្នុងថ្ងៃនោះជាចុងក្រោយប្រជាពលរដ្ឋទាំងអស់សូមថ្លែងអំណរគុណដល់លោកមើមនិតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខព្រមទាំងមន្ត្រីក្រមអាវ៉ាត់សូមឲ្យមានសំណាងល្អនិងជួបតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិធានៈកំបីឃ្លៀងឃ្លាតឡើយ